สู้สได้เนี่ยต่างออกนี่หยกนี้យើងនឹងរៀបរាប់រឿងមួយដែលជាសាក្សីផ្ទាល់មាត់របស់អ្នកភូមិមួយកន្លែងនៅជាដែននៃខេត្តមួយរឿងនិទាននេះមិនមែនជារឿងច្នៃប្រឌិតទេប៉ុន្តែជាបទពិសោធន៍ដ៏រន្ធត់ដែលបានកើតឡើងនៅក្រោមលុបដើមជ្រៃដ៏ចំណាស់មួយដើមជ្រៃដែលគេជឿថាជាផ្ទះរបស់វិញ្ញាណមិនស្ងប់ខ្មោចដើមជ្រៃចាស់ភូមិអន្លង់ជ្រៃគឺជាភូមិស្ងាត់ជ្រុងមួយនៅចំកណ្ដាលភូមិមានដើមជ្រៃមួយដើមដែលមានអាយុកាលរាប់រយឆ្នាំអ្នកភូមិហាមដាច់ខាតមិនឲ្យនរណាហ៊ានទៅក្បែរដើមជ្រៃនោះឡើយបន្ទាប់ពីម៉ោង 5 មួយល្ងាចគេល្បីថានរណាហ៊ានទៅរំខាននឹងត្រូវទទួលបណ្ដាសារីអាក្រក់ជាងនេះគឺត្រូវជួបនឹងគណៈយាមដើមជ្រៃរឿងចាប់ផ្ដើមពីលោកតាកម្លាំងក៏ដែលជាអ្នកភូមិចិត្តក្លាហានតែមិនសូវជឿរឿងអបិយជំនឿយប់មួយគាត់ត្រឡប់មកពីផឹកស៊ីវិញស្រវឹងជោគជាំដើម្បីកាត់ផ្លូវឲ្យខ្លីគាត់បានសម្រេចចិត្តដើរកាត់ចំពីក្រោមដើមជ្រៃនោះតែម្ដងខណៈដែលគាត់ដើរក្រោមលុបដ៏ខ្មៅងឹតនៃដើមជ្រៃសំឡេងខ្យល់បានបក់បោកលាន់នៅដូចជាសំឡេងខ្សឹបខ្សៀវរាប់រយស្រាប់តែគាត់បានឮសំឡេងយំស្រាក់សំឡេងយំដ៏ស្រទន់ដូចជាសំឡេងស្ត្រីកំពុងឈឺចាប់តាកម្លាំងឈប់ស្ងៀមគាត់ងាកទៅមើលនៅចំគោលដើមជ្រៃគាត់បានឃើញស្ត្រីម្នាក់ស្លៀកពាក់សរុំក្បាលនាងអង្គុយអោនមុខហើយញ័រខ្លួនដោយក្តីអាណិតនិងស្រវឹងផងតាកម្លាំងក៏ដើរចូលទៅជិតអូនកើតអីហ្នឹងយប់ហើយមិនមកអង្គុយនៅកន្លែងបែបនេះពេលគាត់លូកដៃទៅប៉ះស្មាស្រាប់តែស្ត្រីនោះងើបមុខឡើងមុខរបស់នាងឡើងស្លេកដូចក្រដាសរាឯភ្នែកទាំងគូទេគ្មានកូនភ្នែកខ្មៅសោះឡើយស្នាមញឹមមួយបានលេចឡើងនៅលើបូមាត់របស់នាងញឹមដែលគួរឲ្យព្រឺខ្លាចរហូតដល់ជាប់ក្នុងចិត្តនាងមិនបាននិយាយអ្វីមួយម៉ាត់ទេគឺបានត្រឹមតែសើចលាន់នៅដូចជាសំឡេងសត្វទីទុយយំទាំងត្រចៀកតាកម្លាំងស្រែកភ្ញាក់ព្រឺគាត់រត់ទាំងមិនដឹងថាទីណាជាទីណាគាត់មានអារម្មណ៍ថាសំឡេងសើចនោះនៅតែដេញតាមពីក្រោយខ្នងរបស់គាត់ហាក់ដូចជានៅជាប់ត្រចៀកគាត់ដួលពេលគាត់ងាកមកមើលស្រាប់តែឃើញរាងកាយដ៏ខ្មៅអន្កាមួយបានលូតចេញពីក្នុងរូងដើមជ្រៃនោះវាមិនមែនជារាងកាយមនុស្សទេគឺវាមានរូបរាងដូចជាស្រមោលដែលមានដៃវែងហើយក្បាលរបស់វាមានពាក់មុខធំដូចជាមុខចាស់បុរាណនោះគឺក៏ខ្មោចដើមជ្រៃចាស់គឺដែលជាអ្នកយាមមែនតាកម្លាំងបិទភ្នែកជាប់ហើយបន់ស្រន់ទាំងញ៉ាំមាត់ពេលគាត់ហ៊ានបើកភ្នែកម្ដងទៀតភាពងឹតនោះបានបាត់ទៅវិញនៅសល់តែភាពស្ងៀមស្ងាត់ដ៏គួរឲ្យខ្លាចព្រឹកឡើងអ្នកភូមិបានប្រទះឃើញតាកម្លាំងសន្លប់បាត់ស្មារតីនៅក្បែរផ្លូវចូលភូមិពេលគាត់ភ្ញាក់ឡើងវិញគាត់មិននិយាយអ្វីទាំងអស់គឺចេះតែអ៊ូទំពីរឿងមុខស្លេកសើចលាន់ត្រចៀកចាប់ពីថ្ងៃនោះមកតាកម្លាំងក៏លែងហ៊ានដើរពេលយប់ទៀតឡើយហើយគាត់ក៏បានក្លាយជាមនុស្សដែលជឿរឿងអបិយជំនឿខ្លាំងបំផុតគ្មាននរណាហ៊ានទៅជិតដើមជ្រៃនោះទៀតទេដូច្នេះហើយបើអ្នកធ្វើដំណើរពេលយប់ហើយឃើញដើមជ្រៃចាស់ណាមួយសូមកុំហ៊ានទៅរំខានឲ្យសោះអ្នកមិនដឹងទេថាអ្វីកំពុងរង់ចាំអ្នកនៅក្រោមលុបដ៏ខ្មៅងឹតនោះសូមអរគុណសម្រាប់ការទស្សនាតើអ្នកធ្លាប់ជួបរឿងដូចនេះដែរឬទេកុំភ្លេចចែករំលែកនៅក្នុងប្រអប់ comment ខាងក្រោមរាត្រីសួស្តីនិងសូមឲ្យគេងលក់ស្រួល